ចាសសូមជម្រាបសួរបងប្អូនសិស្សានុសិស្សទាំងអស់គ្នាជួបជាមួយនឹងអ្នកគ្រូសាស្ត្រជាថ្មីនៅក្នុងការសង្ខេបរឿងទុំទាវនៅក្នុងវីដេអូមួយនេះយើងនឹងសិក្សាអំពីកាលអាកាសនៅក្នុងរឿងទុំទាវចាអញ្ចឹងដូចតែយើងទាំងអស់គ្នាបានដឹងហើយថាកាលគឺសំដៅទៅលើពេលវេលាចំណែកអាកាសគឺសំដៅទៅលើទីកន្លែងឥឡូវនេះយើងនឹងមកមើលការអ្នកគ្នាថាតើការដូចជាទីកន្លែងរបស់រឿងទុំទាវហ្នឹងគឺមានដំណើររឿងនៅសម័យណាចាអញ្ចឹងដំណើររឿងគឺប្រព្រឹត្តទៅនាសម័យលង្វែកហើយអាកាសវិញគឺដំណើររឿងនេះចាបានប្រព្រឹត្តទៅនៅទីកន្លែងមួយចំនួនដូចជានៅតាមជួរមាត់ទន្លេដែលមានជ្រោយចង្វាចាព្រែកដំបងព្រែកលួងជ្រោយមេត្រីព្រែកបង្កងចាកងមាសគៀនស្វាយពីមតាឯកពីមជែវចាលើកដែកស្អាងចាកញ្ជើក្រចេះហើយនឹងមានទីកន្លែងជាច្រើនទៀតចាហើយនឹងនៅតាមភូមិស្រុកខ្លះទៀតចាដូចជាកំពង់សោមបន្ទាយមាសចាសំរោងតើងចាភ្នំស្រួចចាកើងពិសីព្រៃកបាស់ចាកណ្ដាលស្ទឹងចាពោធិ៍សាត់បាត់ដំបងកំពង់ស្វាយកំពង់សៀមបារាយចារាជធានីលង្វែកត្បូងឃ្មុំពោធិ៍ជើងខាលចានៅវត្តវិហារធំស្រុកមកភ្នំចាអញ្ចឹងទីកន្លែងទាំងអស់នេះហើយដែលជាដំណើររឿងទុំទាវចាប្រព្រឹត្តទៅចាអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេចាអញ្ចឹងសូមរំខានបងប្អូនអរគ្នាជួយ Subscribe ក៏ដូចជាlike ចានៅវីដេអូមួយនេះដើម្បីទទួលបានវីដេអូថ្មីចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ